Chẳng ní cứ chia bọt bao dưỡng để dươngធ្វើការងារទៅលើ YouTube video វាជាដូចជា project មួយអញ្ចឹងនៅក្នុងហ្នឹងយើងមានជា list ខ្ញុំបង្កើតមាន3គឺ to do doing និង done បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកស្គាល់ពីកម្មវិធីមួយដែលមានឈ្មោះថា Trello ចុះយើងទៅមើលវាទាំងអស់គ្នាអូខេ Trello គឺជាកម្មវិធីគ្រប់គ្រងការងារមួយដែលល្អពេញនិយមខ្លាំងមែនទែនហើយវាមានតួនាទីជួយរៀបចំការងារជា task របស់យើងប្រចាំថ្ងៃយើងអាចប្រើវាខ្លួនឯងក៏បានឬក៏ជាក្រុមការងារក៏បានហើយការងាររបស់យើងនឹងយើងអាចបង្កើតវាមានប្រភេទជា board ក្នុងហ្នឹងមានជា list ជា card អូខេតែយើងទៅមើលលក្ខណៈពិសេសរបស់វាយើងដឹងថា Trello វាគឺជាកម្មវិធីមួយដែលមានប្រភេទគំរូជា Kanban board ហ្នឹងតិចទៀតខ្ញុំនឹងបង្ហាញឲ្យស្រួលថា Kanban board ហ្នឹងជាអីអញ្ចឹងវាអនុញ្ញាតឲ្យយើងតាមដាននៅការបែងចែកការងាររបស់យើងឬក៏តាមដាននៅលំហូរការងារឬក៏វឌ្ឍនភាពការងារជាក្រុមយើងអាចធ្វើជាឯកជនខ្លួនឯងម្នាក់ឯងក៏បានដែរអូខេអញ្ចឹងយើងមានប្រភេទវាជា board យើងមានជា list យើងមានជា card ហើយក្នុងហ្នឹងវាមានcollaboration មានន័យថាយើងអាចប្រើប្រាស់រួមជាមួយនឹងមិត្តរួមការងារយើងដែលធ្វើនៅក្នុង project ណាមួយចឹងទៅហើយអត្ថប្រយោជន៍របស់ Trello ហ្នឹងគឺវាអាចជួយឲ្យរៀបចំការងារបានល្អបានស្មើបានស្អាតអូខេហើយការប្រើប្រាស់នោះគឺអាចប្រើប្រាស់បានទៅគ្រប់ប្រភេទ device computer smartphone tablet ជាដើមទាំង Android ទាំង iOS ហើយវា free ទេអត់គិតថ្លៃទេសម្រាប់ basic យើងប្រើតែ basic នេះគឺលើសពីគ្រប់គ្រាន់ដែរសម្រាប់ខ្ញុំគិតចឹងអូខេចុះយើងទៅមើលការប្រើប្រាស់ទាំងអស់គ្នាអំពីកម្មវិធី Trello អូខេអញ្ចឹងយើងចូលទៅ trello.com យើងបង្កើតថ្មីមួយមកខ្ញុំនេះឧទាហរណ៍ថ្មីខ្ញុំអត់ទាន់បានមាន account ទេអញ្ចឹងយើងសាញជាមួយ email យើងមួយមកខ្ញុំប្រើជាមួយ Google account ហ្មងទៅបាទអូខេអញ្ចឹងយើងយក account Gmail មួយមកបង្កើត account នៅក្នុង Trello អូខេ create account អូខេអញ្ចឹងអានេះវាជាការបង្ហាញដំបូងថានឹងជាអីយើងអាចអានតិចទៅ What bring you here អូខេយើងអាច skip បានកន្លែងនេះ It all start with the board អូខេអញ្ចឹងនៅក្នុង Trello ការងារទាំងអស់គឺទៅរៀបចំជា board អូខេអញ្ចឹង board ខ្ញុំឧទាហរណ៍មួយយើងថាតកតងជាមួយនឹងYouTube video អញ្ចឹងយើងមានlist នៅក្នុង board ហ្នឹង list យើងគឺជាបណ្ដុំនៃការផ្ទុក task មួយអញ្ចឹងនៅក្នុង list ទី1យើងដាក់ to do ទៅទី2ដាក់តាមហ្នឹង doing មានថាកំពុងតែធ្វើនិង list ទី3យើងគ្រប់គ្រងពពួកការងារដែលបានធ្វើរួចរាល់អូខេអញ្ចឹងយើង next card name នេះយើងអាចបំពេញពីការងារណាមួយឧទាហរណ៍ថាទី1យើង
write script ចឹងការទី1ហ្នឹងគឺជា task មួយហ្នឹងហើយការងារមួយហ្នឹងហើយការងារទី2យើងrecord sound ឧទាហរណ៍ចឹងទៅតែពិតយើងអាច skip ឲ្យចូលទៅក្នុងនោះក៏បានដែរប៉ុន្តែនេះវាណែនាំដំបូងឲ្យយើងធ្វើអញ្ចឹងយើងធ្វើអញ្ចឹងទាំងអស់គ្នាទៅ enter an email or search by name នេះ invite នេះជាចំណុចទី4ដែលយើង invite គ្នាយើងដែលចង់ចូលរួមជាមួយយើងគាត់អាច track មើលបានឬក៏ចែករំលែក task ចែករំលែកការងារគ្នាធ្វើអញ្ចឹងខ្ញុំអត់ទាន់មានទេខ្ញុំម្នាក់ឯងខ្ញុំសុំ skip កន្លែងនេះខ្ញុំសាកចុច one last thing នេះមើលអូខេអញ្ចឹងយើង go to the first boardអូខេនេះខ្ញុំបង្កើតថ្មីវាហាក់បីដូចជាជាប់ premium តែយើងប្រើតែ free ទៅ account ខ្ញុំចាស់ពីមុនខ្ញុំប្រើ free អត់អីទេអញ្ចឹងនេះគឺជា board របស់យើងដែលយើងធ្វើការងារទៅលើ YouTube video វាជាដូចជា project មួយអញ្ចឹងនៅក្នុងហ្នឹងយើងមានជា list ខ្ញុំបង្កើតមាន3គឺ to do doing និង done អញ្ចឹងតម្រង់បែបហ្នឹងហើយដែលគេហៅថាជា Kanban sample ឬក៏ Kanban template ហ្នឹងអូខេអញ្ចឹងto do ខ្ញុំមាន2មកខ្ញុំបង្កើតមិញ write script និង record sound យើងអាចបន្ថែមបាននៅក្នុង to do ហ្នឹងយើងដាក់ edit video អញ្ចឹងទៅ enter អញ្ចឹងការងារយើងមាន3ហ្នឹងអូខេអញ្ចឹងពេលដែលអ្នកចាប់ផ្ដើមធ្វើការងារណាមួយយើងអាចទាញវាយកមកតម្លាក់នៅក្នុង doing អញ្ចឹងមានន័យថាការងារហ្នឹងគឺយើងកំពុងតែធ្វើយើង track បានហើយយើងកំណត់បានហើយហើយក្នុងមួយហ្នឹងគឺយើងអាចចូលទៅចុចមើលបានទៀតក្នុងមួយហ្នឹងយើងអាចចូលទៅចុចមើលបាននេះកន្លែង join នេះយើងអាចមានadd មាន member មានអីថែមយើងអាចមាន label ដាក់ចំណាំ task ហ្នឹងចំណាំ នៅចំណាំខ្លួនឯងក្នុងហ្នឹងក៏អាចមាន checklist ទៀតឧទាហរណ៍ថាការងារrecord sound ហ្នឹងមានប្រមាណចំណុចក្នុងហ្នឹង record sound ហ្នឹងដូចយើងដាក់ថាទី1ខ្ញុំ record ខ្ញុំ add មួយក្នុង checklist ហ្នឹងមួយខ្ញុំអាចadd ថា record sound by phone អូខេទៅមក edit sound reduce noise អញ្ចឹងទៅអញ្ចឹងការងារអញ្ចឹងក្នុងហ្នឹងខ្ញុំមាន2ហ្នឹងពេលដែលខ្ញុំធ្វើ2ហ្នឹងហើយគឺខ្ញុំ complete task មួយហ្នឹងហើយអូខេនេះជាឧទាហរណ៍ងាយអញ្ចឹងយើងអាចមាន attachment យើងអាចកំណត់ថ្ងៃខែក៏បានដែរ task មួយហ្នឹងយើងចង់ to date វាថ្ងៃណាដល់ថ្ងៃណាអញ្ចឹងទៅ attachment យើងអាចមានជា reference មានអីភ្ជាប់ទៅលើហ្នឹងបានអូខេអញ្ចឹងយើងអាចមើលឃើញថាក្នុងហ្នឹងមានការងារ2ដែលយើងត្រូវសម្រេចដើម្បីបញ្ចប់ task មួយហ្នឹងអូខេអញ្ចឹងពេលរៀបថាខ្ញុំបានសរសេរ script រួចហើយខ្ញុំទាញវាទៅដាក់នៅកន្លែងតាមនេះទៅជាការស្រេចអញ្ចឹងយើងអាចកំណត់បានថាការងារ write script ហ្នឹងយើងបានធ្វើរួចរាល់ហើយនេះហើយគឺជាការគ្រប់គ្រង task របស់យើងឲ្យងាយស្រួលដើម្បីយើងតាមដានអញ្ចឹងមិនថានៅកន្លែងធ្វើការឬក៏ការងារខ្លួនឯងនៅផ្ទះឬក៏យ៉ាងណាទេយើងអាចប្រើ Trello នេះដើម្បីជំនួយនៅការគ្រប់គ្រង task របស់យើងបានយ៉ាងងាយស្រួលហើយកុំឲ្យយើងច្រឡំកុំឲ្យយើងភ្លេច
នៅក្នុងហ្នឹងមានដូចជា calendar ខ្ញុំអត់ដែរនេះវា update ថ្មីច្រើនទៀតវាមាន feature បន្ថែមខ្ញុំអត់បានស្រាវជ្រាវអស់អ្នកទាំងអស់គ្នាអាចមើលបន្ថែមបាននេះគេធ្វើជា table ឲ្យដឹងថា task របស់យើងមួយមានអីខ្លះនៅក្នុង card ហ្នឹងនៅក្នុង list ណា card មួយនេះនៅក្នុង list ណាអូខេអត់មាន member ទេអញ្ចឹងយើងអាច view វាជា board ទៅភាគច្រើនខ្ញុំចូលចិត្តមើលជាលក្ខណៈបែបនេះច្រើនជាងអូខេហើយបើយើងចង់បន្ថែមការងារផ្សេងយើងអាចចុច add នៅកន្លែង your board នេះboard title នេះយើងអាចដាក់ការងារមួយទៀតទៅយើងដាក់ថានៅកន្លែងធ្វើការយើងដាក់ឧទាហរណ៍ថា office យើងអូខេអញ្ចឹងវាមានជាការងារថ្មីមួយទៀតហើយយើងអាច add list កន្លែងនេះសម្រាប់ to do in progress កំពុងដំណើរការreview អានេះបើសិនជាការងារខ្លះយើងកំពុងតែដាក់ជូនថ្នាក់ដឹកនាំឬក៏ក្រុមការងារឬក៏ប្រធានយើងសម្រាប់ review សិនមកបានអញ្ចឹងទៅអញ្ចឹងពេលដែលយើងបង្កើត task មួយហើយយើងអាចធ្វើមួយយើងទាញទៅនេះបានមានន័យថាយើងកំពុងធ្វើហើយយើងដាក់ជូនគាត់យើងដាក់នៅក្នុង review អញ្ចឹងទៅឬក៏យើង review ខ្លួនឯងឡើងវិញមុននឹងកាន់ការងារហ្នឹងអូខេអញ្ចឹងនេះគឺជាកម្មវិធី Trello ដែលខ្ញុំគិតថាល្អសម្រាប់ទាំងអស់គ្នាយកទៅប្រើប្រាស់ក្នុងការធ្វើការងារគ្រប់គ្រងការងារខ្លួនឯងអញ្ចឹងថ្ងៃហ្នឹងយើងមានប៉ុណ្ណឹងបាទសូមអរគុណហើយបើសិនជាចូលចិត្តវីដេអូនេះកុំភ្លេច like and subscribe យើងនឹងចែករំលែកកម្មវិធីផ្សេងៗនៅថ្ងៃក្រោយទៀតបាទសូមអរគុណបាយបាយ